នេះគឺជាការដាក់ឲ្យដំណើរការនៅប្រព័ន្ធ solar ຂនាត5 kW ដែលមានសន្លឹក solar 585 W ចំនួន8សន្លឹក inverter 6 គីឡូចំនួន1គ្រឿងអាគុយម៉ាក់លីជោម10 គីឡូវ៉ាត់ចំនួន1គ្រឿងផងដែរហើយចំពោះ ប្រព័ន្ធនឹងដែរខាងក្រុមហ៊ុនខ្ញុំបានដំឡើងឲ្យអង្គការភិរក្សសត្វព្រៃនៅខាងខេត្តមណ្ឌលគិរីមាន3ទីតាំងទី1គឺនៅខាងរកាថ្មីទីតាំងទី2នៅខាងស្រែផ្លែងហើយនឹងទីតាំងទី3នៅខាងទួលពងរបាទហើយការធ្វើតេស្តនេះគឺធ្វើនៅពេលយប់ដែលមានកង្ហាល់ចំនួន7គ្រឿងហើយនឹងអំពូល51គ្រឿងក្នុងមួយទីតាំងបាទ